ដែលទីបំផុតប្រជាជនកម្ពុជារបស់យើងធ្វើបានហើយនៅមួយនេះបន្តិចក្រុមហ៊ុនប្រេងឥន្ធនៈដ៏ល្បីគឺ PTT បានប្រកាសថាអាចនឹងដកខ្លួនចេញពីប្រទេសកម្ពុជាទាំងស្រុងក្រោយការលក់បាទមិនថាតែរបស់របរមិនថាតែប្រេងសាំងមានការដាំក្បាលចូលនឹងគឺពី50ទៅ60%ថ្មីនេះយោងតាមសារព័ត៌មាន The Nation របស់ Thailand បានចេញផ្សាយអំពីអត្ថបទមួយនិយាយពីក្រុមហ៊ុនប្រេងឥន្ធនៈថៃ PTT ដែលបានបង្ហាញអំពីការដាំក្បាលចុះនៃការលក់របស់ខ្លួននៅក្នុងប្រទេសកម្ពុជាដោយសារតែភាពតានតឹងនៅតាមព្រំដែននិងថែមទាំងបញ្ជាក់ថាខាងក្រុមហ៊ុនរបស់ខ្លួនអាចនឹងត្រូវបានដកខ្លួនចេញពីខ្មែរទាំងស្រុងថែមទៀតផងការចេញផ្សាយរបស់សារព័ត៌មានខាងលើគឺខាងក្រុមហ៊ុនថៃ PTT បានវិតម្លៃលើកម្ពុជាយើងថាជាតំបន់ហានិភ័យខ្ពស់បំផុតព្រោះថាការលក់របស់ខ្លួនធ្លាក់ចុះពី50ទៅ60%ហើយចំនួនការ៉ាសាំងក៏ថមថយទៅទៀតដោយសារតែការឡើងកម្ដៅនៅតាមបន្ទាត់ព្រំដែនកម្ពុជានិងថៃបន្ថែមពីលើនោះខាងក្រុមហ៊ុនបានដឹងបន្តថាពួកគេអាចនឹងដកខ្លួនចេញពីកម្ពុជាទាំងស្រុងប្រសិនបើស្ថានភាពកាន់តែអាក្រក់ជាងនេះគូបញ្ជាក់ផងថាតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation ដដែលបានបង្ហាញថាក្រុមហ៊ុនប្រេងឥន្ធនៈរបស់ថៃ PTT បានផ្អាកប្រតិបត្តិការហើយនៅក្នុងប្រទេសវៀតណាមដោយសារតែអាជីវកម្មគ្មានប្រសិទ្ធភាពការប្រកួតប្រជែងនៅក្នុងស្រុកខ្ពស់និងការចំណាយលាក់អាចកំបាំងអញ្ចឹងយើងដឹងថាថ្មីនេះគឺ PTT ក៏បានប្រកាសដកខ្លួនចេញពីប្រទេសវៀតណាមផងដែរខណ្ឌប្រទេសកម្ពុជារបស់យើងមិនយូរមិនឆាប់នោះទេ